សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះគឺខ្ញុំលើកយកសារព័ត៌មានមួយក្តៅបាទដែលទាក់ទងទៅនឹងសង្គ្រាមរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនបាទនៅសារព័ត៌មាននេះគឺខ្ញុំដកស្រង់ចេញពី RBC Ukraine ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានអង្រួនប្រទេសរុស្ស៊ីនឹងអស់រយៈពេល2ថ្ងៃនឹងជាប់គ្នាតែម្ដងប៉ុន្តែខាងផ្នែករុស្ស៊ីគឺមានប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដើម្បីបាញ់ទម្លាក់នៅយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននោះផងដែរបាទនេះគឺជាសង្គ្រាមរវាងគេហៅថា drone បាទចាប់តាំងពីបន្ទាប់អំពីសង្គ្រាមលោកលើកទី2មកបាទនេះគឺជាលើកទី1ហើយដែលប្រទេសទាំងពីរនេះគឺប្រើយានយន្តឬក៏យន្តហោះគ្មានមនុស្សបើកដែលហៅថា drone នេះដើម្បីយកមកធ្វើសង្គ្រាមដាក់គ្នាបាទពីព្រោះនេះគឺមិនចាំបាច់តផ្ទាល់ទេគឺគ្រាន់តែប្រើ drone នឹងពីប្រទេសរបស់ខ្លួនដើម្បីបង្ហោះយកទៅទម្លាក់គ្រាប់បែកនៅប្រទេសមួយទៀតបាទនេះគឺជាសង្គ្រាមរវាង drone និង droneរុស្ស៊ីបានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនឹងក្នុងរយៈពេល2ថ្ងៃនឹងគឺជាប់គ្នាបាទលើកនេះគឺអ៊ុយក្រែនប្រើធរក្តៅខ្លាំងមែនទែនដោយការសងសឹកហើយនឹងបាញ់ជាប់គ្នារយៈពេល2ថ្ងៃនឹងគឺជាប់គ្នាតែម្ដងហើយនេះបើយោងទៅតាមក្រសួងការពារជាតិរបស់រុស្ស៊ីគឺអភិបាលក្រុងនៅទីក្រុងមូស្គូគឺលោក Sergei Sobyanin ហើយនឹងប្រភពសាធារណៈរបស់រុស្ស៊ីបានឲ្យដឹងថាយន្តហោះគ្មានមនុស្សបើកហ្នឹងគឺកំពុងតែបង្ហោះឬក៏ហោះតម្រង់គោលដៅយ៉ាងសម្បើមទៅកាន់ព្រំដែនរវាងអ៊ុយក្រែននិងរុស្ស៊ីនោះជាពិសេសទៅគឺទៅដល់ទីក្រុងមូស្គូនឹងតែម្ដងក្រសួងការពារជាតិរបស់រុស្ស៊ីនឹងគឺបានរាយការណ៍ថានៅក្នុងចន្លោះពីម៉ោង20ដល់ម៉ោង23:50នាទីម៉ោងនៅទីក្រុងមូស្គូគឺម៉ោងដូចគ្នានឹងប្រទេសអ៊ុយក្រែនផងដែរកងកម្លាំងការពារដែនអាកាសក៏បានបាញ់បំផ្លាញនិងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនគឺប្រហែលជា77គ្រឿងបាទហើយ42គ្រឿងហ្នឹងគឺបានចាប់ស្ទាក់បាននៅតំបន់ Kursk ហើយ14គ្រឿងទៀតគឺនៅតំបន់Belgorod ហើយនឹង9គ្រឿងគឺនៅតំបន់នៅទីក្រុងមូស្គូនឹងតែម្ដងហើយ8គ្រឿងទៀតគឺនៅតំបន់អូយ៉ូហើយនឹង2គ្រឿងគឺនៅតំបន់ Kaluga មួយទៀតគឺនៅតំបន់ Ryazan និង Tula ហើយជាពិសេសទៅគឺអភិបាលក្រុងទីក្រុងមូស្គូនោះគឺលោក Sergei Sobyanin បានរាយការណ៍កាលពីម៉ោង22:29នាទីថាយន្តហោះគ្មានមនុស្សបើក6គ្រឿងនោះគឺត្រូវបានបាញ់បំផ្លាញហើយទន្ទឹមនឹងនេះយន្តហោះគ្មានមនុស្សបើកគឺត្រូវបានគេប្រទះឃើញហោះហើរពីលើទីក្រុង Yalets ហើយអ្នកស្រុកក៏បានរាយការណ៍ថាបានឮសំឡេងផ្ទុះនឹងចំនួន4ដងទៀតផងហើយលើសពីនេះទៀតយន្តហោះគ្មានមនុស្សបើកហ្នឹងគឺកំពុងតែធ្វើការវាយប្រហារនៅតំបន់ Tula ហើយបើយោងទៅតាមប៉ុស្តិ៍ Telegram Mass របស់ប្រជាជននៃអ្នកស្រុក Proletarsky បានរាយការណ៍ថាបានឮសំឡេងប្លែកហើយក៏បានឃើញពន្លឺភ្លើងចាប់ផ្ដើមតាំងពីម៉ោង 11:45 នាទីយប់ម្លេះការផ្ទុះនៅលើមេឃក៏ត្រូវបានគេរាយការណ៍ដោយអ្នករស់នៅក្នុងទីក្រុង Novomoskovsk នៅក្នុងតំបន់ Tula នោះផងដែរដោយដែលបានរាយការណ៍ដោយប៉ុស្តិ៍ Telegram Shot ហើយសំឡេងផ្ទុះខ្លាំងហ្នឹងគឺត្រូវបានគេឮនៅពាក់កណ្ដាលអាត្រៀតនៅក្នុងផ្នែកផ្សេងនៃទីក្រុងនោះផងដែរហើយរបាយការណ៍ជាបឋមនោះគឺបានបង្ហាញថាប្រព័ន្ធការពារដែនអាកាសគឺកំពុងតែកំណត់គោលដៅលើយន្តហោះគ្មានមនុស្សបើកអាចបញ្ជាដោយកងទ័ពអ៊ុយក្រែននោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើប្រទេសរុស្ស៊ីបាននៅតែបន្តក្នុងរយៈពេល2ថ្ងៃហ្នឹងគឺជាប់គ្នាហើយនៅយប់ថ្ងៃទី21ខែឧសភាបាទកាលពីម្សិលមិញនេះនៅយប់ថ្ងៃទី21ខែឧសភាកាលពីម្សិលមិញគឺយន្តហោះគ្មានមនុស្សបើកនឹងបានវាយប្រហារហើយក៏បានបើកការវាយប្រហារទ្រង់ទ្រាយធំនៅទៅលើតំបន់ជាច្រើននៃប្រទេសរុស្ស៊ីការផ្ទុះត្រូវបានគេលើកនៅក្នុងតំបន់ Tula និង Ryazan ហើយក្រោយពីការវាយប្រហារហ្នឹងគឺត្រូវបានគេបង្ហាញថាប្រភេទនៃ UAV នេះគឺបានធ្វើការវាយប្រហារទៅលើរោងចក្រ
ឧបករណ៍ដ៏ធំដែលមានឈ្មោះថា Poco Semiconductor នៅក្នុងតំបន់អូយ៉ូហើយរោងចក្រនេះគឺជារោងចក្រដ៏សំខាន់របស់ប្រទេសរុស្ស៊ីនឹងគឺសម្រាប់ផលិតគ្រឿងបន្លាស់ដល់រថក្រោះនិងកាំជ្រួចមីស៊ីលនោះផងដែរហើយកាលពីថ្ងៃទី21ខែឧសភាកាលពីម្សិលមិញនោះគឺយន្តហោះគ្មានមនុស្សបាតក៏ត្រូវបានគេរកឃើញនិងបានបាញ់ទម្លាក់ពីលើតំបន់បានថាប៉ែកអឺរ៉ុបមួយចំនួននៃប្រទេសរុស្ស៊ីកាលពីពេលថ្ងៃនោះផងដែរបាទនេះគឺជាសង្គ្រាម drone រវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនហើយកាលពីសប្តាហ៍មុនបាទកាលសប្តាហ៍មុនគឺប្រទេសរុស្ស៊ីនឹងគឺបានធ្វើការវាយប្រហារនឹងពេញមួយយប់នឹងតែម្ដងដោយប្រើ drone នឹងផងដែរគឺជា drone ដែលជាជំនួយមកអំពីប្រទេសអ៊ីរ៉ង់គឺ Mark Shahed បាទគឺជាប្រភេទ drone មួយដែលខ្លាំងហើយលឿនដែលធ្វើឲ្យមានផលវិបាកក្នុងការស្ទាក់ចាប់របស់អ៊ុយក្រែនប៉ុន្តែអ៊ុយក្រែនក៏បានផលិតនៅគ្រឿង drone គ្រឿងយន្តហោះគ្មានមនុស្សបាករបស់ខ្លួននោះគឺបានទាន់សម័យហើយនឹងជឿនលឿននៅផងដែរកាលពីថ្ងៃទី21នេះគឺបានបង្ហោះយកទៅទម្លាក់ដល់ទីក្រុងមូស្គូនឹងក្នុងរយៈពេល2ថ្ងៃនឹងជាប់គ្នាផងដែរនៅតាមទីក្រុងផ្សេងៗជាពិសេសទៅគឺបានបំផ្លាញនៅរោងចក្រ semiconductor សម្រាប់ជាគ្រឿងបន្លាស់របស់រថក្រោះហើយនិងគ្រឿងកាំជ្រួចរបស់រុស្ស៊ី